ឆ្នាំ2025គឺជាឆ្នាំមួយដែលខ្ញុំស្ថិតនៅក្នុងស្ថានភាពមួយដែលលំបាកបំផុត stress គឺចាប់ផ្ដើមមនុស្សម្នាក់ដែលផ្លាស់ប្ដូរពីមនុស្សម្នាក់ដែលចេះគិតរឿង positive បែរទៅគិតរឿង negative ចាប់ផ្ដើមជាឆ្នាំមួយដែលខ្ញុំទទួលបាននៅបញ្ហាផ្ទួនគ្នាពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងនៅក្នុងសកម្មនៅក្នុងទំនាក់ទំនងណាមួយជាពិសេសក្នុងគ្រួសារឬក៏ទំនាក់ទំនងមិត្តភាពឬក៏ដៃគូអីចឹងទៅអញ្ចឹងគឺជាឆ្នាំមួយដែលខ្ញុំខិតខំប្រឹងប្រែងការសម្រេចនូវគោលបំណងខ្លួនឯងហ្នឹងយើងប្រឹងដាក់ goal ខ្លួនឯងថាខ្ញុំនឹងទទួលបាននៅសមិទ្ធផលមួយដែលល្អប៉ុន្តែវាធ្វើឲ្យខ្ញុំខកចិត្តដោយសារតែខ្ញុំរំពឹងខ្ពស់ពេកដែលធ្វើឲ្យខ្ញុំធ្វើទទួលបាននៅកម្រិតមួយដែលនៅក្រោមហ្នឹងឯងអញ្ចឹងវាធ្វើឲ្យខ្ញុំបានដឹងថាឆ្នាំ2025គឺពិតជាឆ្នាំមួយដែលបរិយាខ្ញុំឲ្យខ្ញុំហាក់ជាមនុស្សម្នាក់ដែលតស៊ូក្នុងការដែលអាចនៅតែបន្តរស់បានការ control អារម្មណ៍ខ្លួនឯងនៅក្នុងទំនាក់ទំនងណាមួយប៉ុន្តែត្រឡប់មកវិញឆ្នាំ2026ខ្ញុំចាប់ផ្ដើមផ្លាស់ប្ដូរជាមនុស្សម្នាក់ដែលផ្លាស់ប្ដូរ180ដឺក្រេដែលសុចិត្តពីឆ្នាំ2025គឺខ្ញុំចូលចិត្តនៅក្នុងបន្ទប់អត់ឲ្យខ្លួនឯងចេញទៅណាចាប់ផ្ដើមស្វែងរកខ្លួនឯងក្រៅពីបញ្ចប់វិទ្យាល័យមកអត់ដឹងទៅខ្លួនឯងត្រូវទៅណាគឺចាប់ផ្ដើមរកខ្លួនឯងអត់ឃើញហ្មងជាពិសេសគឺសពប្រទេសដែលមានប្រទេសយើងកំពុងតែមានសង្គ្រាមពេលរយៈពេលឆ្នាំ2025ហ្នឹងវាធ្វើឲ្យផ្លូវចិត្តរបស់ខ្ញុំវាចាប់ផ្ដើមធ្លាក់មែនទែនប៉ុន្តែខ្ញុំអរគុណឆ្នាំ2025ដែលបរៀនឲ្យខ្ញុំដឹងថានៅពេលដែលខ្ញុំជួបទុក្ខលំបាកទៅខ្ញុំដឹងអាចស្វែងរកនៅសេចក្តីសុខពិតប្រាកដអញ្ចឹងនឹកត្រឡប់មកវិញឆ្នាំ2026ខ្ញុំបានធ្វើរឿងដែលនឹកស្មានអត់ដល់ដែលខ្ញុំមិនអាចគិតថាខ្ញុំអាចធ្វើទៅបានទេខ្ញុំបានក្លាយជាគ្រូពិភាក្សាផ្លូវចិត្តនៅក្នុងស្ថាប័នមួយខ្ញុំបានក្លាយជាគ្រូបង្រៀនហើយបច្ចុប្បន្នខ្ញុំកំពុងតែខិតខំប្រឹងប្រែងទៅលើគោលដៅមួយចំនួនដែលខ្ញុំបាន set វាតាំងពីឆ្នាំចាស់ប៉ុន្តែខ្ញុំកំពុងតែបន្តឲ្យវាខ្លះជាការពិតនៅក្នុងឆ្នាំ2026ដូចគ្នាអញ្ចឹងបានន័យថាឆ្នាំ2026វាអាចចាប់ផ្ដើមមកភ្លាមគឺមានរឿងល្អច្រើនដែលអាចឲ្យខ្ញុំយល់ដឹងបានស៊ីជម្រៅពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងនៅពេលដែលខ្ញុំឆ្លងកាត់ពីបញ្ហាលំបាកថានៅក្នុងរឿងបញ្ហាមួយចំនួនវាកាត់ឡើងចេញពីការយល់ច្រឡំការអត់បានពិភាក្សាគ្នាការដែលរឹងរូសរៀងខ្លួនអញ្ចឹងវាធ្វើឲ្យយើងអាចស្វែងរកនៅសេចក្តីសុខពិតបានទេហើយចាប់ដើមឲ្យយើងហ្នឹងចាប់ដើមលេងទៅធ្វើអ្វីថ្មីទៀតហើយពីព្រោះយើងកំពុងតែគិតថាឥឡូវយើងកំពុងលំបាកហើយបើសិនជាឲ្យយើងទៅធ្វើអ្វីថ្មីទៀតគឺវាពិបាកខ្លាំងមែនតើអញ្ចឹងត្រឡប់មកវិញនៅក្នុង topic របស់យើងថ្ងៃហ្នឹងគឺខ្ញុំចង់ផ្ដោតទៅលើការខិតខំប្រឹងប្រែងការជឿជាក់លើខ្លួនឯងអ្វីមួយទៀតនោះគឺយើងអាចគ្រប់គ្រងការគិតរបស់អ្នកគេបានទេហើយយើងក៏អត់មានសិទ្ធិនៅក្នុងការទៅឲ្យគេធ្វើអ្វីទៅតាមយើងធ្វើបានឲ្យគេធ្វើដូចគ្នាអញ្ចឹងយើងមាននៅជំរើសច្រើនក្នុងការឲ្យខ្លួនឯងទៅកន្លែងដែលអភិវឌ្ឍគួរថាមានការផ្លាស់ប្ដូរឬក៏ចង់នៅតែមកកន្លែងហ្នឹងអញ្ចឹងវាជាការកាត់ឡើងពីខ្លួនឯងទាំងអស់សូម្បីតែទំនាក់ទំនងនៅក្នុងលក្ខណៈណាមួយក៏វាត្រូវការឲ្យយើងទាមទារការយល់ដឹងការចេះពិភាក្សាការស្វែងរកដំណោះស្រាយទាំងខ្លួនឯងដូចគ្នាបើសិនជាពេលនេះខ្ញុំកំពុងតែអត់ដឹងថាខ្លួនឯងទៅធ្វើអីខ្ញុំចាប់ផ្ដើមឲ្យខ្លួនឯងទៅរកអ្វីដែលខ្លួនឯងស្រឡាញ់ចាប់ផ្ដើមទៅធ្វើអ្វីដែលថ្មីនៅពេលដែលខ្ញុំធ្វើអ្វីដែលថ្មីខ្ញុំចាប់ផ្ដើមដឹងឲ្យខ្លួនឯងមានធម៌ពលជាងមុនថាខ្ញុំឥឡូវនេះខ្ញុំចង់ធ្វើអីគេពិតប្រាកដបែបហ្នឹងអញ្ចឹងសូម្បីតែវីដេអូនេះមុននឹងខ្ញុំចាប់ផ្ដើមថតក៏ខ្ញុំមានគោលបំណងដូចគ្នាអញ្ចឹងខ្ញុំចេះតែធ្វើថានៅពេលដែលខ្ញុំធ្វើទៅខ្ញុំអាចមានក្តីស្រឡាញ់លើវាអត់វាប្រសើរជាងយើងនឹងអង្គុយមកកន្លែងហើយយើងអត់បានធ្វើអីអញ្ចឹងមនុស្សខ្ញុំកាលពី2025គឺក្នុង2024វាអាចមានការផ្លាស់ប្ដូរខ្លាំងមែនតើអញ្ចឹងគ្រប់យ៉ាងនៅតែមានដំណោះស្រាយអញ្ចឹងបើសិនជាយើងជួបបញ្ហាអីយើងគួរតែដោះស្រាយវាទៅអញ្ចឹងយើងអាចគ្រប់គ្រងការគិតរបស់អ្នកគេម្នាក់បានในឆ្នាំ2025គឺជាឆ្នាំមួយដែលខ្ញុំគិតតែពីបញ្ហាគេគិតថាហេតុតិចម្នាក់ហ្នឹងគិតខ្ញុំបែបនេះហើយគិតថាម្នាក់នេះគិតថាខ្ញុំហ្នឹងជាមនុស្សបែបនេះហើយឬក៏ទឹកមុខខ្ញុំកាចពេកមែនទៅធ្វើឲ្យអ្នកជុំវិញខ្លួនគេអត់ចង់និយាយមួយខ្ញុំឬក៏យើងចាប់ផ្ដើមមានអារម្មណ៍បែបហ្នឹងណាពីព្រោះអីយើងជាមនុស្សម្នាក់ដែលចង់បាន attention ពេកទៅវាទៅជាបាត់បង់ខ្លួនឯងដោយសារតែយើងកង់កែប្រែខ្លួនឯងដើម្បីអ្នកដទៃអញ្ចឹងនេះជាបុគ្គលិកលក្ខណៈរបស់ខ្ញុំមួយដែលវាធ្វើឲ្យខ្ញុំបាត់បង់ខ្លួនឯងប៉ុន្តែនៅពេលឆ្នាំ2026មកដល់ក្រៅពីមេឃភ្លៀងគឺមេឃស្លាស់អ
ចឹងបានន័យថាខ្ញុំចាប់ផ្ដើមផ្លាស់ប្ដូរជាមនុស្សម្នាក់ដែលអត់ព្យាយាមផ្គប់ចិត្តអ្នកដទៃការកែលម្អមតិលម្អរបស់អ្នកដទៃខ្ញុំអាចយកទទួលបាននៅក្នុងកម្រិតមួយដែលខ្ញុំអាចគិតពិចារណាថាខ្លួនឯងគួរតែធ្វើតាមគេឬក៏ខ្ញុំមានវិធីសាស្ត្រណាផ្សេងដើម្បីអភិវឌ្ឍវាប៉ុន្តែបើសម្រាប់ការគេឲ្យគេចុចទៅលើរូបរាងកាយខែកាយកន្លែងនេះតិចទៅចាមនឹងចេះហ្នឹងមិនបានគូតិចទៅឬក៏ប៉ាអីចឹងទៅវាធ្វើឲ្យជំរុញឲ្យខ្ញុំនឹងចាប់ផ្ដើមបាត់បង់ខ្លួនឯងមានអារម្មណ៍ថាខ្លាចអ្នកដទៃនឹងមើលមកតែខ្លួនឯងហ្នឹងអត់ល្អប៉ុន្តែត្រឡប់មកវិញខ្ញុំគិតថាចេះហេតុអីខ្ញុំត្រូវធ្វើរឿងហ្នឹងដើម្បីអ្នកដទៃពីព្រោះអ្នកដទៃវាគ្រាន់តែជាសម្បត្តិនៃក្រៅខ្លួនរបស់ខ្ញុំឯងប៉ុន្តែខ្ញុំខ្លួនឯងគឺជាអ្នកដែលសម្រេចនៅក្នុងការខ្ញុំគួរធ្វើឬក៏មិនគួរធ្វើអញ្ចឹងយើងអាចទៅតាមកំណត់របស់អ្នកដទៃហើយយើងអាចគ្រប់គ្រងការគិតរបស់គេបានទេថាបើសិនជាគេគិតបែបហ្នឹងមកលើយើងវាជាគ្រឿងការគិតរបស់គេប៉ុន្តែយើងអាចទៅផ្លាស់ប្ដូរគេដើម្បីឲ្យគេថាអុយបងមិនមែនអញ្ចឹងទេពីព្រោះខ្ញុំជាមនុស្សបែបនេះទេបើបងឯងគិតបែបហ្នឹងអញ្ចឹងណាយើងអាចទៅធ្វើអញ្ចឹងបានទេអញ្ចឹងបើសិនជាការគិតរបស់គាត់បែបហ្នឹងវាជាបញ្ហានៃការគិតរបស់គាត់ការគិតពិចារណារបស់គាត់មើលមនុស្សនឹងកំពុងគឺឃើញជាបុគ្គលិកលក្ខណៈបែបហ្នឹងវិនិច្ឆ័យគេភ្លាមអញ្ចឹងវាជារបស់គាត់មែនអត់យើងអាចទៅឲ្យគាត់កែប្រែបានដែរបើសិនជាគាត់អត់ព្រមកែប្រែខ្លួនឯងអញ្ចឹងសួរថាតើបញ្ហាពិតប្រាកដនៃឫសគល់រឿងហ្នឹងវាជារឿងអីគេគឺចេញច្បាស់ហើយគឺចេញពីការគិតរបស់គាត់បញ្ហាការគិតរបស់គាត់ខ្លួនឯងមិនមែនជាកំហុសរបស់យើងឬក៏ជាកំហុសដែលរូបរាងរបស់យើងបែបហ្នឹងទេពីព្រោះរូបរាងរបស់យើងបែបនេះគឺវាជាខ្លួនរបស់ខ្ញុំអាចផ្លាស់ប្ដូរខ្លួនខ្ញុំដើម្បីឲ្យនរណាម្នាក់គេមើលមកខ្ញុំល្អហើយឲ្យត្រូវស៊ីភ្នែកគ្រប់មនុស្សទាំង10នាក់100នាក់បានទេអញ្ចឹងខ្ញុំអាចគ្រប់គ្រងការគិតរបស់អ្នកដទៃហើយខ្ញុំក៏អត់មានសិទ្ធិនៅក្នុងការទៅធ្វើតាមអ្នកដទៃដូចគ្នាខ្ញុំមានសកម្មភាពខ្ញុំមានសិទ្ធិនៅក្នុងការគ្រប់គ្រងនៅជីវិតខ្លួនឯងអញ្ចឹងត្រឡប់មកវិញ topic របស់យើងគឺយើងផ្ដោតទៅលើយើងអាចគ្រប់គ្រងការគិតរបស់អ្នកដទៃហើយយើងក៏អត់មានសិទ្ធិឲ្យគេមកធ្វើអ្វីទៅតាមយើងចង់បានដូចគ្នាអញ្ចឹងសរសៃលើយើងខ្លួនឯងថាខ្លួនឯងទៅពេលដែលទទួលមតិពីគេឬក៏ចង់ផ្ដល់ advice ទៅឲ្យគេនឹងសួរថានៅក្នុងកម្រិតមួយដែលគេអាចគួរតែគិតពិចារណាឬក៏យើងណែនាំទៅវាអាចនឹងលើសលួសណាមួយឬក៏យើងទទួលបានការកែលម្អពីអ្នកដទៃប៉ុន្តែស្ថិតក្នុងស្ថានភាពមួយដែលធ្វើឲ្យយើងមានសម្ពាធគួរគិតថាតើការកែលម្អរបស់អ្នកដទៃហ្នឹងវា fit ជាមួយនឹងយើងអត់ឬក៏គ្រាន់តែវាជាសម្ពាធសម្រាប់យើងទេអញ្ចឹងយើងព្យាយាមដោះលែងវាទៅហើយបើសិនជាយើងផ្ដល់មតិទៅឲ្យគេវិញយើងគួរតែផ្ដល់ក្នុងកម្រិតមួយដែលអាចមិនដាក់សម្ពាធដល់គេដែលអាចឲ្យគេអាចមានជំរឿច្រើនប៉ុន្តែអាចឲ្យគេសម្រេចចិត្តបានមួយពីព្រោះរឿងរ៉ាវទាំងអស់វាអត់មានស្ថិតនៅលើយើងទេអញ្ចឹងវាជាស្ថិតនៅលើគេខ្លួនឯងអញ្ចឹងយើងគ្រាន់តែបញ្ចេញមតិនិងគំនិតតាមអ្វីដែលយើងអាចធ្វើទៅបានអញ្ចឹងការចាប់ផ្ដើមធ្វើអ្វីមួយគឺចាប់ផ្ដើមចេញពីខ្លួនឯងដូចគ្នាអញ្ចឹង yes ហ្នឹងហើយនេះក៏គ្រាន់ជាបំណិនខ្លីៗដែលអាចខ្ញុំបាននិយាយបានថាការផ្លាស់ប្ដូរវាតែងតែមានការឈឺចាប់ប៉ុន្តែការឈឺចាប់ក្រោយការឈឺចាប់គឺយើងនឹងទទួលបាននូវសមិទ្ធផលមួយដែលយើងអាចបន្តវាបានអស់ពេញមួយជីវិតហ្នឹងហើយអញ្ចឹងpodcast របស់យើងថ្ងៃនេះគឺខ្ញុំបានធ្វើប៉ុណ្ណេះទេហើយបើសិនជាមានវីដេអូអីចែកផ្លេចបន្តទៀតខ្ញុំនឹងចែកទៅកាន់អ្នកទាំងអស់គ្នាដូចគ្នាអញ្ចឹងជួបគ្នានៅវីដេអូក្រោយអរគុណច្រើន